សូមជូនកម្រងរឿងព្រេងនិទានខ្មែរតាក់ទងទៅនឹងប្រវត្តិខេត្តទាំង25នៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជាមានខេត្តក្រុងចំនួន25ប៉ុន្តែកាលពីទសវត្សរ៍ទី90មានត្រឹមតែ20ខេត្តក្រុងតែប៉ុណ្ណោះលុះនៅក្នុងអាណត្តិរដ្ឋាភិបាលក្រោយៗមកដល់ឆ្នាំ2020នេះគេបានពុះជ្រែកបំបែកចេញជាខេត្តស្រុកនិងសង្កាត់មួយចំនួនទៀតរហូតដល់កើនដល់25ខេត្តក្រុងតែម្ដងហើយដែលយើងនឹងត្រូវលើកយកមកបកស្រាយនៅក្នុងអត្ថបទនេះគឺខេត្តតាកែវខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេបំផុតនៃព្រះរាជាណាចក្រកម្ពុជាទីរួមខេត្តគឺជាក្រុងដូនកែវដោយសារតែខេត្តមួយនេះមានវ័យចំណាស់ជាងគេនាំឲ្យទឹកដីនេះសម្បូរទៅដោយធនធានប្រវត្តិសាស្ត្រជាច្រើនដែលសេសសល់តាំងពីសម័យអាណាចក្រភ្នំនិងសម័យចេនឡាជាសរុបគេឃើញមានប្រាសាទបុរាណរហូតដល់34ប្រាសាទហើយទីតាំងនៃប្រាសាទបុរាណទាំងនោះបានក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិនានាដូចជាទី1ប្រាសាទភ្នំដាសាងសង់នៅក្នុងសតវត្សទី6ស្ថិតនៅក្នុងស្រុកអង្គរបូរីទី2ប្រាសាទភ្នំបាយ៉ង់សាងសង់នៅក្នុងសតវត្សទី7ស្ថិតនៅលើកំពូលភ្នំបាយ៉ង់ស្រុកគិរីវង្សទី3ប្រាសាទនាងខ្មៅសាងសង់នៅក្នុងសតវត្សទី10ស្ថិតនៅក្នុងស្រុកសំរោងទី4ប្រាសាទភ្នំជីសូរសាងសង់ឡើងនៅក្នុងសតវត្សទី11ស្ថិតនៅលើកំពូលភ្នំជីសូរក្នុងស្រុកសំរោងទី5ប្រាសាទភ្នំតាម៉ៅសាងសង់នៅក្នុងសតវត្សទី11ស្ថិតនៅក្នុងស្រុកបាទីទី6ប្រាសាទបាទីសាងសង់នៅក្នុងសតវត្សទី12និងដើមសតវត្សទី13ស្ថិតនៅក្នុងស្រុកបាទីតាកែវគឺជាទឹកដីដ៏ចំណាស់បំផុតនៃនគរខ្មែរហើយក៏ជាទឹកដីចាប់កំណើតនៃអរិយធម៌ខ្មែរផងដែរតាមប្រវត្តិសាស្ត្របង្ហាញថាទីនេះគឺជានគរដើមដំបូងបំផុតរបស់ខ្មែរជាទឹកដីបឋមក្សត្រកាលនោះឈ្មោះថានគរភ្នំនៅក្រោយសម័យអង្គរនិងសម័យក្រោយៗមកទៀតទឹកដីនេះមានឈ្មោះថាខេត្តទ្រាំងលុះបន្ទាប់ពីបារាំងចូលមកដាក់អាណានិគមនិយមនៅឆ្នាំ1863ពេលនោះបារាំងបានរកកន្លែងទីតាំងដើម្បីសាងសង់រដ្ឋបាលខេត្តកាលនោះនៅភាគខាងជើងនៃខេត្តទ្រាំងនេះគឺសុទ្ធតែជាតំបន់វាលទំនាបហើយមានតែដីទួលមួយកន្លែងគត់ដែលជាកម្មសិទ្ធិរបស់ប្តីប្រពន្ធ2នាក់ដែលមានឈ្មោះកែវដូចគ្នាប្តីប្រពន្ធទាំង2នាក់មានដីធំទូលាយណាស់លោកតាកែវជាប្តីមានមុខរបរជាអ្នកជលក់ភ្លះតាកែវមានបងប្អូន3នាក់គឺតាកោតាកុកនិងតាកៀងហើយយើងឃើញមានគេអាករជាដីធ្លីរបស់ពួកគាត់ក្នុងសម័យនោះជាប់ឈ្មោះមកដល់សម័យបច្ចុប្បន្នដូចជាផ្សារតាកោនៅខាងលិចទួលតាកែវនិងអង្គតាកុកនៅឯម្ដុំស្ថានីយ៍រថភ្លើងជាដើមនៅសម័យនោះដោយសារតែមានដីទួលរបស់គ្រួសារតាកែវនិងយាយកែវធំតែមួយគត់នោះទើបបារាំងបានស្នើដីនោះមកធ្វើជាទីស្នាក់ការរដ្ឋបាលខេត្តណាមួយនៅក្បែរទួលនោះមានកំពង់ទូកយ៉ាងធំសម្រាប់ចតទូកផងដែរសប្តាហ៍ថ្ងៃគេហៅថាភូមិចកតែពីមុនឈ្មោះថាកន្លែងចតដោយសារគុណបំណាច់នៃការផ្ដល់ដីទួលរបស់ប្តីប្រពន្ធលោកតានិងលោកយាយកែវមកធ្វើជាទីតាំងធ្វើការសម្រាប់រដ្ឋបាលខេត្តនោះហើយទើបគ្រានោះបារាំងក៏បានសម្រេចចិត្តដាក់ឈ្មោះខេត្តទ្រាំងមកជាខេត្តតាកែវវិញគឺរំលឹកដល់គ្រួសារលោកតានិងលោកយាយកែវនេះឯងចំណែកប្រពន្ធគាត់បារាំងបានយកមកដាក់ជាឈ្មោះក្រុងនៃខេត្តតាកែវរហូតដល់សព្វថ្ងៃផងដែរគឺក្រុងដូនកែវចំណែកឯខេត្តទ្រាំងត្រូវបានបារាំងប្ដូរមកដាក់ជាឈ្មោះស្រុកវិញគឺស្រុកទ្រាំងដែលបន្សល់ឈ្មោះរហូតមកដល់សព្វថ្ងៃនេះផងដែរហើយចំនួននោះបារាំងបានផ្លាស់ប្ដូរខេត្តខ្មែរមានច្រើនណាស់ជាក់ស្ដែងខេត្តបាភ្នំប្ដូរឈ្មោះមកជាខេត្តកំពង់ស្ពឺនិងខេត្តរមាសហែកប្ដូរមកជាខេត្តស្វាយរៀងជាដើមមកដល់ឆ្នាំ1914គេបានសាងសង់អគារសាលាខេត្តធ្វើអំពីថ្មសម្រាប់ចៅហ្វាយខេត្តធ្វើការបានសមរម្យហើយនៅសេសសល់រហូតមកដល់បច្ចុប្បន្ននេះដែរក្រោយមកទៀតនៅឆ្នាំ1930គេបានសាងសង់សណ្ឋាគារមួយសម្រាប់ឲ្យចៅហ្វាយខេត្តស្នាក់នៅសប្តាហ៍ថ្ងៃគេហៅថាអូតែលចាស់ជាមួយគ្នានោះដែរគេក៏បានលើកផ្លូវទំនប់កាត់បឹងខាងជើងទួលសាលាខេត្តទុកធ្វើជាកន្លែងរក្សាទឹក
ឲ្យប្រជាពលរដ្ឋប្រើប្រាស់ផងដែរដោយឡែកយាយកែវនិងតាកែវត្រូវបានគេសាងសង់ជារូបសំណាកទុករហូតមកដល់សពថ្ងៃដែលតម្កល់នៅមុខអូតែលចាស់និងនៅត្រង់ផ្លូវបំបែកនៃទីរួមខេត្តដើម្បីជាការរំលឹកដល់ព្រឹទ្ធាចារ្យទាំងពីរដែលមានគុណឧបការៈចំពោះរាជការនៅពេលចៅហ្វាយខេត្តថ្មីចូលមកកាន់តំណែងគេតែងតែមកប្រគំភ្លេងពិណពាទ្យនិងរៀបចំគ្រឿងសក្ការៈបូជាផ្សេងៗដើម្បីសុំពរជ័យនិងរក្សាអំណាចឲ្យបានយូរពីសំណាក់រូបនេះផងដែរប៉ុន្តែជួនកាលចៅហ្វាយខេត្តខ្លះក៏កាន់តំណែងបានរហូតដល់ចប់អាណត្តិឯអ្នកខ្លះក៏មិនបានចប់នោះទេព្រោះដោយសារតែទង្វើរបស់ពួកគេមិនស្មោះត្រង់ចំពោះជាតិខ្លះលួចមានស្រីផឹកស្រានិងប្រព្រឹត្តអំពើពុករលួយផ្សេងៗទៀតក្រោយមកគេបានជ្រើសរើសយករូបសំណាកព្រះវិស្ណុដៃ8ជានិមិត្តរូបរបស់ខេត្តនេះមូលហេតុនៃការជ្រើសរើសរូបនេះព្រោះខេត្តតាកែវជាទឹកដីចំណាស់ជាងគេគឺនគរភ្នំដែលជាដើមកំណើតនៃនគរខ្មែរហើយព្រះវិស្ណុដៃ8ជាបដិមាមួយល្អណាស់និងធំជាងគេក្នុងចំណោមវត្ថុសិល្បៈខ្មែរកាលនោះក្រុងងារចៅហ្វាយខេត្តតាកែវមាននាមពេញថាអុកញ៉ាវិស្ណុលោកមហិន្ទ្រសពិភរដ្ឋាមហាបរមគ្រាមអគ្គសេនាមហាមាត្រឧត្តមក្រុមពហុចៅហ្វាយខេត្តតាកែវដែលមានន័យថាគឺជាអ្នកចេះដឹងរក្សាទឹកដីចម្បងគេជាអ្នកដែលស្នេហាជាតិហើយក៏ជាស្ដេចក្រាញ់ដែលធំជាងគេនៅក្នុងនគរជាមេទ័ពដែលខ្ពស់ផុតគេនិងជាអ្នកដែលចេះច្បាប់ជ្រៅជ្រះជាងគេផងដែរតែខេត្តតាកែវនៅតែរក្សាប្រវត្តិជាកន្លែងដែលកកើតទឹកដីខ្មែរនិងជាកន្លែងដែលចាប់កំណើតអរិយធម៌ខ្មែរនិងល្បីល្បាញជាងគេខាងសិល្បៈបុរាណច្រើនមុខដូចជាចាប៉ីនិងយីកេជាដើមបច្ចុប្បន្នខេត្តតាកែវមានក្រុងមួយនិងស្រុក9រួមមាន1ស្រុកអង្គរបូរី2ស្រុកព្រៃកបាស3ស្រុកបាទី4ស្រុកបុរីជលសា5ស្រុកគិរីវង្ស6ស្រុកកោះអណ្ដែត7ស្រុកសំរោង8ស្រុកត្រាំកក់9ស្រុកទ្រាំងទី10ក្រុងដូនកែវចំណែកឯប្រវត្តិអង្គតាសោមនៃស្រុកត្រាំកក់យោងតាមឯកសាររបស់មន្ទីរទេសចរនិងវប្បធម៌ខេត្តតាកែវដែលស្រាវជ្រាវចងក្រងដោយលោកនាងវុនស្ដីពីប្រវត្តិទឹកដីអង្គតាសោមនៃស្រុកត្រាំកក់របស់ខេត្តតាកែវដែលមានដំណាលថាដើមឡើយមានបុរសម្នាក់ឈ្មោះថាសោមបានរុករៀនកាប់ព្រៃសង់ជាជំរករស់នៅទីកន្លែងនោះប៉ុន្តែចាស់ខ្លះថាតាសោមមានប្រភពចេញពីខេត្តបាត់ដំបងហើយធ្លាប់បានចូលរួមធ្វើសឹកសង្គ្រាមតទល់ជាមួយនឹងទ័ពសៀមគ្រាមមួយនោះព្រះបាទជ័យជេដ្ឋាទី2បាននាំទ័ពធ្វើសង្គ្រាមជាមួយពួក